ហើយយើងសំណាងយើងកើតតនពធព្រះសម្មាសម្ពុទ្ធហ្នឹងគឺព្រះអង្គទ្រង់ត្រាស់សម្ដែងធម៌ហ្នឹងមកគឺដើម្បីស្វែងរកនៅសេចក្តីសុខផ្លូវចិត្តហ្នឹងឯងញោមណាស្វែងរកនៅសេចក្តីសុខផ្លូវចិត្តហ្នឹងឯងជាប់នឹងញាតិសាច់សាសន្តានជាប់នឹងបុត្រភរិយាជាប់នឹងទ្រព្យសម្បត្តិអ្វីគ្រប់យ៉ាងហ្នឹងក៏ពេលដែលបាត់បង់របស់ទាំងអស់ហ្នឹងទៅក៏ដល់នៅសេចក្តីទុក្ខសោកខ្លាំងហើយបើយើងបានពិចារណារឿយថាសត្វក្តីសង្ខារក្តីទ្រព្យសម្បត្តិទាំងអស់ហ្នឹងក្តីគឺតែងតែបាត់បង់នៅពេលថ្ងៃណាមួយចិត្តយើងហ្នឹងអត់ដល់នៅសេចក្តីញាប់ញ័រទុក្ខសោកខ្លាំងទេតួយ៉ាងដូចនាងបដាចាញោមណាញោមធ្លាប់ស្ដាប់ហើយរឿងហ្នឹងរឿយណាធម្មទេសនាប្រសង្ឃទេសនាអីក្តីហ្នឹងលោកតែងតែលើករឿងនាងបដាចាមកជាឧទាហរណ៍ដើម្បីឲ្យយើងគិតពិចារណាញោមណាគិតពិចារណានៅក្នុងជីវិតយើងហ្នឹងដូចនាងបដាចាញោមអាត្មាលើករឿងហ្នឹងខ្លីតិចទៅព្រោះលើករឿយមកហើយដើម្បីឲ្យជាគតិពិចារណានាងហ្នឹងជាកូនមហាសេដ្ឋីអ្នកមានណាញោមណាសម័យបុត្រកាលក៏ប៉ុន្តែដោយសេចក្តីស្រឡាញ់ហ្នឹងក៏រត់ទៅតាមបរោះដែលជាអ្នកបម្រើហ្នឹងណាគេហៅថាបង្រាត់គ្នាញោមណាបង្រាត់គ្នាចេញអំពីឪពុកម្ដាយហ្នឹងទៅហើយសម័យកាលនោះគេប្រពៃណីគេហ្នឹងគេតេះដៀលខ្លាំងណាញោមរឿងរត់តាមគ្នាយើងតកូលខ្ពង់ខ្ពស់តកូលសេដ្ឋីហើយទៅរត់តាមអ្នកបម្រើអញ្ចឹងនៅឥណ្ឌាហ្នឹងគេប្រកាន់ខ្លាំងប្រកាន់ជាងខ្មែរយើងទៀតញោមខ្មែរយើងថាប្រពៃណីយើងមិនតន់ការផងរស់នៅមួយគ្នាអីចឹងយើងប្រកាន់ប៉ុន្តែនៅឥណ្ឌាជាងនឹងទៀតមានប្រកាន់វណ្ណៈព្រាហ្មណ៍វណ្ណៈស្ដេចច័ន្ទដៀលវេសៈសូត្រៈអីចឹងប្រកាន់វណ្ណៈដល់សពថ្ងៃញោមអញ្ចឹងសម័យកាលនោះនាងមានសម្ពាធផ្លូវចិត្តខ្លាំងណាស់ដោយសារសេចក្តីស្រឡាញ់របស់នាងហ្នឹងគ្រាន់តែវណ្ណៈខុសគ្នាហ្នឹងពិបាករស់នៅមួយគ្នាអញ្ចឹងក៏មានវិធីមួយរត់តាមគ្នាញោមណាពង្រត់គ្នាអញ្ចឹងទៅនៅឲ្យឆ្ងាយដាច់ស្រយាលអញ្ចឹងទៅហើយដល់ពេលមួយហ្នឹងក្រោយមកហ្នឹងនាងមានកូនមានអីអញ្ចឹងមានកូនមានផ្ទៃពុះអញ្ចឹងទៅចង់មកលេងមេដាបិតាចង់មកលេងម៉ែឪនៅផ្ទះណែហើយកូនអ្នកមានញោមទៅនៅពិបាកមិនកើតធ្លាប់តែរស់នៅសុខស្រួលហើយពោពោះពោអីហ្នឹងមិនចង់ប្រសូតមិនចង់កើតនៅក្នុងព្រៃទេមកកើតផ្ទះម៉ែឪវិញវាស្រួលដល់មកអញ្ចឹងជួនអីអាស្ទឹងអច្ឆរវតីញោមណានៅឥណ្ឌាហ្នឹងនៅសពថ្ងៃហ្នឹងស្ទឹងហ្នឹងវាជួនអីវាទឹកវាធំញោមទឹកវាឡើងមកដល់អញ្ចឹងទៅនាងឆ្លងស្ទឹងហ្នឹងទៅមុននឹងទៅដល់ផ្ទះហ្នឹងត្រូវឆ្លងស្ទឹងហ្នឹងដល់ឆ្លងអញ្ចឹងទៅណាដៃមួយហ្នឹង3កូនដៃមួយទៀតហ្នឹងឆ្លងទឹកណាអញ្ចឹង3កូនផងឆ្លងទឹកផងអីចឹងទៅកូនមួយទុកនៅលើច្រាំងកូនមួយទៀត3ទៅតមុនយកទៅទាំងពីរអត់កើតទេដល់ជួនអីក៏កូនហ្នឹងស្លាប់ទៅលងទឹកហ្នឹងញោមកូនស្លាប់លងទឹកហើយប្តីហ្នឹងក៏ត្រូវពោះចឹកទៀតណែញោមណាកូនមួយត្រូវលងទឹកឯប្តីហ្នឹងក៏ត្រូវពោះចឹកអញ្ចឹងទៅដល់នៅសេចក្តីសោកនឹងខ្លាំងណាប៉ុណ្ណឹងមកជុំហ្នឹងណាងុំទៅដល់ផ្ទះហ្នឹងជួនអីថ្ងៃហ្នឹងផ្ទះហ្នឹងត្រូវឆ្លើងឆេះម្ដាយឪពុកហ្នឹងក៏ស្លាប់ទៀតអញ្ចឹងយើងពិចារណាមើលថាសេចក្តីទុក្ខហ្នឹងមានខ្លាំងណាស់យើងពេលខ្លះហ្នឹងគ្រាន់តែរឿងតិចតួចយើងទៅអូយខ្ញុំបបារស់នៅនឹងត្អូញត្អែចេះចុះតើឈឺចកេះបន្តិចសោះត្អូញអីចឹងណាខ្ញុំណាថ្មឧទាហរណ៍ប៉ុន្តែនាងនោះបាត់កូនខ្ញុំកូនជាទីស្រឡាញ់ប្
ប្តីជាទីស្រឡាញ់ម៉ែឪជាទីស្រឡាញ់ដែលជាទីពឹងរបស់ខ្លួនផ្ទះទ្រព្យសម្បត្តិអ្វីគ្រប់យ៉ាងនោះត្រូវបាត់បង់រយៈពេលមួយថ្ងៃញោមទទួលយកបានទេបើមានរឿងហេតុដូចអញ្ចឹងណាយើងថាមិនបានទេនាងនោះទទួលអត់បានដែរញោមណានាងទទួលយកអត់បានទេណានាងក៏ដល់នៅណាវិបរិស្មារតីណាគេថាបកលចរិតហ្នឹងញោមណាគេហៅឈួតហ្នឹងដោយសារទុកហ្នឹងខ្លាំងពេកណាអញ្ចឹងអាត្មាលើករឿងហ្នឹងមកចង់បញ្ជាក់ថាសេចក្តីទុករបស់យើងនេះសេចក្តីសោយសោកសេចក្តីទុកកន្ទុកកន្ទិញនៅក្នុងចិត្តហ្នឹងគឺកើតអំពីសេចក្តីជាប់ជំពាក់សេចក្តីស្រឡាញ់ណារបស់សាត្វលោកយើងទាំងឡាយនឹងឯងហើយយើងអស់នៅសេចក្តីទុកទៅបានតទៅអស់នៅតណ្ហាការស្រឡាញ់ការជាប់ជំពាក់ចុះធ្វើយ៉ាងណាដើម្បីឲ្យអស់ជាប់ជំពាក់សេចក្តីស្រឡាញ់ហ្នឹងចម្រើនសតិបញ្ញាស្មារតីដែលជាមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គដែលជាអ្នកត្រាស់ដឹងហ្នឹងព្រះអង្គដឹងហេតុនិងផលហេតុណាជាទុក្ខហេតុណានាំឲ្យកើតទុក្ខហេតុណាទៅដល់ទីរំលត់ទុក្ខណាអីជាដើមអញ្ចឹងព្រះអង្គត្រាស់ដឹងព្រះអង្គមានផ្លូវឲ្យយើងដើរឲ្យជាដើមហើយផ្លូវនោះមានអរិយមគ្គប្រកបទៅដោយអង្គ8ឯជាដើមអរិយមគ្គប្រកបដោយអង្គ8មានសមាទិដ្ឋិការយល់ឃើញត្រូវហើយការយល់ឃើញត្រូវទៅបានវាទៅតាមណាវាទៅតាមការស្ដាប់ការរៀនការសិក្សាអត់មានការអំពីការបន់ស្រន់ទេអត់មានសុំថាអូខ្ញុំទុកខ្លាំងសូមឲ្យខ្ញុំរួចផុតទុកទៅហើយមិនបាច់ធ្វើអីទេតើបន់អញ្ចឹងទៅរួចចាក់ទុកវាមិនអាចទេបើបន់ហើយវារួចចាក់ទុកអីហ្នឹងវារួចចាក់ទុកហ្នឹងយើងមិនបាច់ធ្វើអីទេយើងគិតតែបន់អញ្ចឹងទៅវាអត់បានញោមណាយើងមើលព្រះសម្មាសម្ពុទ្ធអរិយសាវកមានព្រះសរិបុត្រព្រះមហាមោគលានអគ្គសាវកទាំងអស់ដែលជាព្រះអរហន្តហ្នឹងលោករួចចាក់នៅសេចក្តីទុក្ខទាំងឡាយហ្នឹងគឺលោកអស់នៅកិលេសនៅក្នុងខ្លួនលោកហើយអស់កិលេសហ្នឹងទៅបានគឺលោកសន្សំនៅបារមីញោមណាបារមីហ្នឹងញោមកុំយល់ច្រឡំថាខ្លាំងបកែមានអីណាចេះចុះអីណាញោមកុំយល់ច្រឡំបារមីទុសបារមីឯណាបារមីហ្នឹងគឺនៅក្នុងន័យនេះគឺការសន្សំនៅសេចក្តីល្អមានទានបារមីសីលបារមីភាវនាបញ្ញាបារមីឯជាដើមអញ្ចឹងបារមីនេះគឺការសន្សំសេចក្តីល្អនឹងគ្រប់បរិបូរណ៍អាសេចក្តីល្អយើងនឹងយើងសន្សំគ្រប់វាជាហេតុឲ្យញ៉ាំងឲ្យបញ្ញាយើងនេះឃើញច្បាស់នៅសច្ចធម៌រួចចាក់នៅសេចក្តីទុកបានហើយឲ្យបើអត់មានដាវគឺបញ្ញាកាប់ឆ្ការនៅកិលេសនៅក្នុងចិត្តយើងនេះទេវាវត្តសង្សារការកើតចាស់ឈឺស្លាប់ដដែលជាដដែលហ្នឹងមានរហូតសត្វលោកយើងទាំងអស់ទាំងញាតិញោមទាំងអាត្មាទាំងអស់គ្នាញោមណាសិតតែនៅក្នុងរង្វង់ណានៅវត្តសង្សារហ្នឹងឯងអញ្ចឹងពធនេះមានតម្លៃទេញោមប្រធមនេះមានតម្លៃណាស់ដើម្បីឲ្យយើងស្ដាប់សិក្សារៀនសូត្រដើម្បីជាប្រតិបបំភ្លឺដើម្បីឲ្យយើងឃើញផ្លូវឆ្ពោះទៅកាន់ទីរំលត់ទុក្ខហើយបើអត់មានធម៌បើកបង្ហាញផ្លូវអត់មានផែនទីទេយើងមិនដឹងថារស់នៅហ្នឹងវាមានតែកើតទុក្ខចឹងឯងបងដរាបណាមិនតាន់អស់កិលេសដរាបណាមិនតាន់អស់លោភៈទោសៈមោហៈរំលត់ខណ្ឌចូលកាន់បរិនិព្វានអីនោះទេគឺយើងនៅតែដល់នៅសេចក្តីទុក្ខអញ្ចឹងឯងត្រូវរៀនទទួលណារៀនទទួលហើយទុក្ខយើងនឹងមានពីរយ៉ាងដោយអាត្មាលើខាងដើមគឺទុក្ខផ្លូវកាយនិងទុក្ខផ្លូវចិត្តណាទុក្ខផ្លូវកាយនឹងគឺការចាស់ការឈឺការស្លាប់ណាហ្នឹងទុក្ខផ្លូវកាយ
chẳng nghe nhúng cha chư slap cho tục lời cài cài vì nâng cái cho tục lời chật côn thư mình thử chất là rương ra nè chất khang nâng cái mơ nghe khăn nè đặt tay là bạc can ấy nâng cứ chia sẻ cái đây tục lời chật hay sẽ cái đây tục lời chật nâng ca tranh vì ná và ông sầm tay sừng khép ở clay sang cái tên nè bạch trộn ba tiên nặc khăn thiết tục hà sẽ cái đây tục na na tầng o cả là ông pi sẽ cái đây bạc can nhầm đó sẽ cái đây bạc can là bao nhiêu nè nè đó tây những cái thơ mình thử chất này mình thử chất anh nó mình thử chất anh câu nó cái bệnh vô chất ruộng nơi trầm môn trầm ăn nó men tục lời cài thế tục lời chất chứ chùm ngư môi nhầm đó chùm ngư lời cái dân ai tờ rô pẹt ban phần ta chùm ngư lời chất ram ray gọi ngay nè ruộng nơi đời mình miên ca sả bài chất mình miên nơi sẽ cái đây sốc ruộng nơi tẹt mò phần ta chất nó vì cái đáy ruộng nơi mà sân là chẹ miên lôi vo liến phần ta chất nó vì mình xuống đây xa ấy đây xa dân Oscar làm phí đầm na này chất năng hai dân sầm náng dân ca toàn và thoa presama samput nắng cứ bảo ông trong tra sầm đai thoa năng máu cứ đầm bấy xoay rọc nơi sẽ cái đây sốc play chất năng ngày nhóm nè xoay rọc nơi sẽ cái đây sốc play chất năng ngày